ពិភព crypto របស់យើងផ្ទាល់វិញម្ដងនៅក្នុងអាទិត្យនេះគឺ Bitmain គាត់បានធ្វើការ add តាក់ទងជាមួយនឹងកាក់ Ethereum ផ្ទាល់ទៅក្នុងរតនធនាគាររបស់គាត់ឬក៏ Treasury ផ្ទាល់ផងដែរដែលប្រហែលជា 229,000 Ethereum ផ្ទាល់វាស្មើ $88,000 ជាងផងដែរហើយមិនត្រូវប៉ុណ្ណឹងធនាគារកណ្ដាល Fed គាត់បានធ្វើការ injecting លុយប្រហែលជា $6.8 billion ចូលទៅក្នុងទីផ្សារផ្ទាល់ផងដែរអញ្ចឹងវាអាចធ្វើការ affect ទៅកាន់ទីផ្សារអន្តរជាតិឬក៏ market របស់យើងផ្ទាល់ប៉ុន្តែក្រុមការងារអាណាចក្រនឹងព្យាយាមតាមដានទិន្នន័យមួយចំនួនឬក៏ economy របស់ពិភពលោកផ្ទាល់ផងដែរត្រឹមតែប៉ុណ្ណឹងបងប្អូនមានដឹងអត់គឺ altcoin ប្រភេទកាក់នីមួយៗដែលក្រុម Ethereum ចុះក្រោមគេហៅ altcoin ហ្នឹងគឺធ្វើការលក់ច្រើនមែនទែននៅក្នុង Binance ផ្ទាល់និយាយអាចនិយាយថា most oversold ច្រើនមែនទែននៅក្នុង Binance តាំងពីខែត្រឡប់ទៅវិញតាំងពីខែ4មកម្លេះនៅក្នុងឆ្នាំនេះផ្ទាល់គឺធ្វើការលក់ជាច្រើនមែនទែនដែលយើងអាចនិយាយបានថាគឺជា bottom ហើយតែយើងមិននិយាយថាវាឥឡូវដល់ចំណុច bottom នេះប៉ុន្តែយើងអាចនិយាយថាជាចំណុចមួយដែលវាគួរតែ reverse បើសិនជាយើងមើលទិន្នន័យនៅក្នុង graph ផ្ទាល់ផងដែរអញ្ចឹងបើសិនយើងក៏លេខទៅមើល200ថ្ងៃ SMA គឺវាជាពេលមួយដែលវាគួរតែ reverse ទៅតាក់ទងជាមួយនឹងការលក់មួយនឹងដោយសារតែការលក់ហ្នឹងគឺច្រើនខ្លាំងមែនទែនតាំងខែ4អញ្ចឹង altcoin គឺធ្វើការលក់ច្រើនខ្លាំងមែនទែននៅក្នុង Binance ផ្ទាល់ហើយ Binance ក៏ព្យាយាម delist កាក់មួយចំនួនច្រើនមែនទែនដោយសារតែការលក់ហើយមួយទៀតការដែលអត់មាន volume ឬការ trade ច្រើនមកសម្រាប់កាក់នីមួយៗផ្ទាល់ផងដែរអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើការវិនិយោគតាក់ទងពី altcoin ឬទិញកាក់គឺអ្នកនេះព្យាយាមប្រយ័ត្នប្រយែងមែនទែនដូចខ្ញុំតែងតែនិយាយចឹងបើបងចោ do your own research ព្រោះថា nobody know about the future ទីផ្សារមែនទែនបើសម្រាប់តាក់ទងពីទិន្នន័យ data ឬការ trade future គឺក្រុមអាណាចក្រគាត់អាចការមើលបានមែនប៉ុន្តែក៏យើងមិនអាចធ្វើការ guarantee រហូតដល់ 100% ត្រឹមតែ 90% ទៅ 80% ទេយើងអាចធ្វើការមើលតាក់ទងពីទីផ្សារដូចយើងតែងតែ call តាក់ទងពីទីផ្សារ crash ឬទីផ្សារចុះឬពេលណាឡើងផ្សេងៗតាមរយៈ data របស់យើងឬក៏ signal របស់យើងជារៀងរាល់ថ្ងៃបងប្អូនឃើញហ្នឹងគឺទិន្នន័យយើងអែមខ្លាំងមែនទែន